ពាក្យដែលខ្ញុំស្អប់ជាងគេនៅពេលដែលខ្ញុំហ៊ានចប់ទី12ហើយភ្លាមហ្នឹងគឺហ៊ានអីហ៊ានទៅឲ្យតែខ្លួនឯងស្រឡាញ់ឲ្យតែខ្លួនឯងប្រកែហ៊ានហើយការងារហត់មកតាមក្រោយឯងមែនតើទៅបើសិនជាខ្ញុំដឹងថាខ្ញុំគួរតែហ៊ានអីខ្ញុំស្រឡាញ់អីខ្ញុំប្រហែលជាអត់សួរសំណួរហ្នឹងទៅបងឬក៏អ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ឆ្លងកាត់មកពីមុនមកឯងហើយបើសិនបើបងប្អូនទាំងអស់គ្នាទឹមតែប្រឡងចាប់ហើយអត់ដឹងថាខ្លួនឯងគួរតែរៀនជំនាញណាមួយវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងជំវិញ podcast ថ្ងៃនេះខ្ញុំចង់មកចែករំលែកបទពិសោធន៍មួយចំនួនក៏ដូចជាវិធីសាស្ត្រមួយចំនួនដែលខ្ញុំគិតថាអាចនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងតែស្វែងរកជំនាញឬក៏មុខវិជ្ជាដើម្បីហ៊ានបន្តទៀតបន្ទាប់ពីពេលដែលយើងប្រឡងចប់ទី12នេះទៅមែនតើខ្ញុំគិតថាការជ្រើសរើសយកជំនាញនៅក្នុងសាកលវិទ្យាល័យគឺពិបាកខ្លាំងមែនតើហើយនៅពេលដែលយើងសួរគេទៅជាធម្មតាគេតែងតែប្រាប់យើងមកវិញថាហ៊ានអីហ៊ានទៅឲ្យតែខ្លួនឯងស្រឡាញ់ឲ្យតែខ្លួនឯងចូលចិត្តសំណួរនេះការពិតវាអត់ខុសទេគ្រាន់តែថាពេលខ្លះយើងខ្លួនឯងនេះអត់ទាន់ដឹងថាតើយើងចូលចិត្តអីគេហើយកន្លែងណាដែលយើងអាចរៀនសូត្របន្ថែមទៀតបានអញ្ចឹងហើយបានវារៀងស្មុគស្មាញសម្រាប់សិស្សដែលគាត់រៀនចប់ទី12ហើយភ្លាមហ្នឹងមិនដឹងថាគួរជ្រើសរើសយកជំនាញមួយណាឲ្យស័ក្តិសមជាមួយនឹងខ្លួនឯងហើយនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគតការជ្រើសរើសយកមុខវិជ្ជាឬក៏ជំនាញបន្ទាប់ពីពេលដែលយើងចប់ថ្នាក់ទី12ហ្នឹងគឺពិតជាសំខាន់ណាស់បើមិនអញ្ចឹងទេរៀនចប់ហើយអត់ដឹងថាខ្លួនឯងចង់ធ្វើអីឬក៏ពេលខ្លះទៀតរៀនចប់ហើយរកការងារធ្វើអត់បានទៀតបើសិនជាយើងចេះតែចាប់ជំនាញនៅក្នុងការរៀនឬក៏រៀនសូត្រតាមគ្នាឧទាហរណ៍ថាគេរៀនគណនេយ្យយើងទៅរៀនគណនេយ្យដែរគេហ៊ានពាក់ព័ន្ធជាមួយនឹង business យើងទៅហ៊ាន business ដែរចៃដន្យបើសិនបើយើងរើសត្រូវជាមួយនឹងអ្វីដែលយើងចង់បានហើយនឹងទេពកោសល្យពីកំណើតរបស់យើងបន្ថែមទៀតវាជារឿងល្អតែបើសិនបើយើងរើសខុសអាហ្នឹងហើយគឺជាពេលដែលយើងចាយពេលអត់ប្រយោជន៍រយៈពេល 4-5 ឆ្នាំបន្តទៅមុខទៀតនឹងឯងអ្វីដែលខ្ញុំចង់ប្រាប់ទៅបងប្អូនគឺប្រយ័ត្នប្រយែងហើយគិតឲ្យបានវែងឆ្ងាយឲ្យបានច្បាស់លាស់សម្រាប់ចិត្តឲ្យបានច្បាស់លាស់ក្នុងការចាប់យកជំនាញឬក៏មុខវិជ្ជារៀននៅក្នុងសាកលវិទ្យាល័យអញ្ចឹងយើងចូលមកប្រធានបទយើងវិញតើធ្វើម៉េចដើម្បីយើងអាចស្គាល់ខ្លួនឯងបានការសួរនាំអ្នកដទៃដើម្បីជ្រើសរើសជំនាញវាគ្រាន់តែជាមួយផ្នែកមួយនៅក្នុងការប្រមូលទិន្នន័យទេហើយខ្ញុំគិតថាបច្ចុប្បន្នការប្រមូលទិន្នន័យគឺយើងមានវិធីច្រើនណាស់ជាពិសេសព័ត៌មានទាំងអស់ហ្នឹងវាមាននៅក្នុងអ៊ីនធឺណិតចង់ដឹងអីចូលទៅអ៊ីនធឺណិតហើយយើង search រកមើលទៅវានឹងលោតព័ត៌មានជាច្រើនដែលយើងអាចប្រមូលទិន្នន័យឬក៏ព័ត៌មានទាំងអស់នោះមកធ្វើការពិចារណាក៏ដូចជាការសម្រេចចិត្តតាមក្រោយទៅលើការជ្រើសរើសជំនាញរបស់យើងនៅក្នុងការរៀនសូត្របន្តទៀតបានមុនពេលចូលទៅដល់ការសម្រេចចិត្តហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងវិញព្រោះមានតែយើងខ្លួនឯងដែលយើងអាចដឹងថាតើយើងចង់រៀនអីយើងចង់ធ្វើអីនៅពេលអនាគតឥឡូវនេះខ្ញុំនិយាយសម្រាប់អ្នកដែលគាត់ដឹងថាខ្លួនឯងចង់ធ្វើអីឬក៏សួរខ្លួនឯងសិនថាតើខ្លួនឯងចង់ធ្វើអីបើដឹងហេតុផលបើដឹងថាខ្លួនឯងចង់ធ្វើអីហើយទៅចាប់យកជំនាញមួយហ្នឹងឲ្យវាស័ក្តិសមជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បានខ្ញុំឧទាហរណ៍ថាបើសិនជាយើងចូលចិត្តពាក់ព័ន្ធជាមួយនឹងរឿង IT ព័ត៌មានវិទ្យាឬក៏អីផ្សេងបកការទេជំនាញព័ត៌មានវិទ្យានៅតែសំខាន់នៅក្នុងទីផ្សារហើយអ្នកទាំងអស់គ្នាអាចទៅសិក្សាវាបាននៅសាកលវិទ្យាល័យបើសិនជាយើងចូលចិត្តពាក់ព័ន្ធជាមួយនឹងរឿងប្រឹក្សាសុខភាពឬក៏អីផ្សេងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់យកជំនាញពេទ្យបានប៉ុន្តែឥឡូវហ៊ានពី10ឆ្នាំហើយអត់ទាន់ដឹងថាខ្លួនឯងចង់ធ្វើអីឲ្យប្រកាសទេមិនដឹងថាខ្លួនឯងមានទេពកោសល្យអីមិនម៉ែអញ្ចឹងធ្វើមកទៅខ្ញុំអាចនិយាយបានយ៉ាងខ្លីថាមានតែយើងឯងដឹងថាយើងចង់ធ្វើអីគ្រាន់តែថាយើងអត់ទាន់បានអង្គុយជាមួយនឹងខ្លួនឯងហើយទៅសិក្សាស៊ីជម្រៅថាតើខ្លួនឯងចង់បានអីពិតប្រាកដតើខ្លួនឯងប្រកែអីពិតប្រាកដអញ្ចឹងរបៀបនៅក្នុងការទៅរកខ្លួនឯងនឹងអត់ពិបាកទេបច្ចុប្បន្នអ្នកទាំងអស់គ្នាព្យាយាមអង្កេតមើលខ្លួនឯងបន្តិចសិនថាយើងចូលចិត្តធ្វើអីចាប់ផ្ដើមពីសកម្មភាពងាយតូចវិធីនៅក្នុងការប្រមូលព័ត៌មានមួយទៀតអ្នកទាំងអស់គ្នាគួរតែទៅ search មើលខ្លួនឯងបន្ថែមនៅក្នុងវីដេអូនេះខ្ញុំនឹងអត់ប្រាប់អ្នកទាំងអស់គ្នាថាតើជំនាញណាខ្លះដែលត្រូវការនៅក្នុងទីផ្សាររបស់យើងឯង
ដូចដែលខ្ញុំនិយាយពីដំបូងទីទៅអញ្ចឹងអ៊ីនធឺណិតឥឡូវទូលំទូលាយណាស់ក្នុងការទៅស្វែងរកខ្លួនឯងក្នុងការទៅស្វែងរកជំនាញអ្នកទាំងអស់គ្នាអត់ពិបាកទេឧទាហរណ៍ថាឥឡូវយើងអត់ទាន់ដឹងយើង start ពី0ទៅហ្មងទៅ search មើលនៅក្នុងអ៊ីនធឺណិតថាតើជំនាញណាខ្លះដែលគេកំពុងត្រូវការនាពេលបច្ចុប្បន្ននិងពេលអនាគតតើជំនាញទាំងអស់ហ្នឹងវាត្រូវជាមួយនឹងបុគ្គលិកលក្ខណៈមនុស្សប្រភេទណាគេខ្លះហើយព្យាយាមទៅអង្គុយមើលវិញថាតើវាត្រូវជាមួយនឹងតម្រូវការជាក់ស្ដែងរបស់ខ្លួនឯងហើយឬនៅអត់មានអ្នកណាអាចមកប្រាប់យើងបានថាហ៊ានជំនាញនេះល្អហ៊ានជំនាញនោះល្អអត់ទេទេពកោសល្យរបស់យើងរៀងខ្លួនផ្សេងគ្នាការចូលចិត្តក៏ផ្សេងគ្នាដែរខ្ញុំឧទាហរណ៍ថាបើសិនជាខ្ញុំចូលចិត្តលេខមិនប្រកាសថាអ្នកទាំងអស់គ្នាដែលកំពុងមើលនឹងចូលចិត្តលេខទាំងអស់គ្នាទេអញ្ចឹងបើសិនជាខ្ញុំនិយាយថាជំនាញគណនេយ្យល្អវាល្អសម្រាប់ខ្ញុំមិនប្រកាសថាល្អសម្រាប់អ្នកទាំងអស់គ្នាទេបើអ្នកទាំងអស់គ្នាអត់ប្រកែកលេខទោះបីជាអ្នកទាំងអស់គ្នាប្រឹងយ៉ាងណាក៏ជំនាញគណនេយ្យហ្នឹងប្រហែលជាមិនស័ក្តិសមជាមួយនឹងអ្នកទាំងអស់គ្នាដែរអញ្ចឹងព្យាយាមទៅស្វែងយល់ខ្លួនឯងវិញអនាគតខ្លួនឯងនៅក្នុងដៃរបស់ខ្លួនឯងកុំរំពឹងថាចាំតែគេមកប្រាប់អញ្ចេះអញ្ចោះឬក៏ចាំឲ្យគេប្រាប់ថាអូហ៊ានអានេះទៅល្អហ៊ានអានោះទៅល្អសម័យឥឡូវហើយទូរស័ព្ទខ្ញុំគិតថាមានគ្រប់ដៃចូលទៅ search នៅក្នុងអ៊ីនធឺណិតបន្តិចទៅតើជំនាញមួយណាស័ក្តិសមជាមួយនឹងអ្នកទាំងអស់គ្នាងាយទី1ទៅ search មើលសិនថាតើជំនាញអ្វីខ្លះដែលគេកំពុងតែត្រូវការនៅក្នុងទីផ្សារស្រុកខ្មែររបស់យើងនាពេលបច្ចុប្បន្ននិងពេលអនាគតទី2សួរសំណួរបន្តទៀតថាតើបុគ្គលិកលក្ខណៈប្រភេទណាឬក៏មនុស្សប្រភេទណាគួរតែរៀនជំនាញមួយហ្នឹងខ្ញុំឧទាហរណ៍ថាឥឡូវគេឲ្យជម្រើសមក5ជំនាញអញ្ចឹងអ្នកទាំងអស់គ្នាយក5ជំនាញហ្នឹងយកទៅសិក្សាវាបន្តទៀតជំនាញទី1ត្រូវជាមួយនឹងបុគ្គលិកលក្ខណៈមនុស្សប្រភេទណាតែខ្ញុំធ្វើមិនបានដឹងថាខ្ញុំអាចនឹងត្រូវជាមួយនឹងជំនាញមួយហ្នឹងសួរម្ដងមួយហើយយកមកវិភាគថាតើត្រូវជាមួយនឹងអ្វីដែលខ្លួនឯងចង់បាននិងអ្វីដែលខ្លួនឯងចូលចិត្តដែរឬក៏អត់ហើយតើសមត្ថភាពរបស់យើងអាចចាប់យកវាបានដែរឬក៏អត់ធ្វើបែបនេះប្រហែលជារៀងចំណាយពេលយូរបន្តិចដោយសារតែយើងអត់ទាន់ស្គាល់ខ្លួនឯងប៉ុន្តែខ្ញុំគិតថាវាស័ក្តិសមនៅក្នុងការដែលយើងចំណាយពេលទៅធ្វើវាព្រោះអនាគតយើងអត់លេងសើចទេហើយការជ្រើសរើសជំនាញឬក៏មុខវិជ្ជានៅក្នុងការរៀនសូត្របន្តទៀតក៏អត់លេងសើចដែរមួយឆ្នាំចាយទាំងពេលចាយទាំងលុយច្រើនខ្លាំងណាស់បើសិនជាយើងជ្រើសរើសខុសអញ្ចឹងវាហាក់បីដូចជាយើងចំណាយពេល1ឆ្នាំ2ឆ្នាំដែលយើងទៅរៀនមុខវិជ្ជាហ្នឹងអត់ប្រយោជន៍សោះហេតុអីបានតាំងពីដើមទីមកយើងមិនព្រមចំណាយពេលទៅសិក្សាវាឲ្យបានស៊ីជម្រៅឲ្យបានច្បាស់លាស់ថាយើងចង់បានអីពិតប្រាកដអញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាដែលមានការតាំងចិត្តខ្ពស់នៅក្នុងការកសាងអនាគតខ្លួនឯងនិងចំណាយពេលនៅក្នុងការទៅសិក្សាបន្ថែមហើយបើសិនជាអ្នកទាំងអស់គ្នាសិក្សាហើយនៅតែអត់ច្បាស់ឬក៏អត់ដឹងថាធ្វើម៉េចបន្តទៀតអ្នកទាំងអស់គ្នាអាចខមមិននៅខាងក្រោមវីដេអូនេះពីបញ្ហារបស់អ្នកទាំងអស់គ្នាខ្ញុំនឹងជួយអ្នកទាំងអស់គ្នានៅក្នុងការទៅរកដំណោះស្រាយវិញត្រឡប់មកវិញនៅក្នុងវីដេអូនេះចំណុចសំខាន់មានតែមួយទេគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅរៀនសិក្សាខ្លួនឯងឲ្យច្បាស់សិនមុនពេលដែលយើងជ្រើសរើសយកជំនាញនៅក្នុងការរៀនសូត្របន្តទៀតហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងរកខ្លួនឯងឃើញនៅថ្ងៃណាមួយវីដេអូនេះថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយ